សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកមើលពីរបៀបងាយៗក្នុងការដុតមាន់ដែលប្រើប្រាស់ microwave oven Panasonic model NNCT65MB ដែលជា microwave ប្រភេទ convection ដំបូងយើងត្រូវលាយប៊ឺដែលយើងនឹងត្រូវយកទៅប្រឡាក់មាន់របស់យើងកូប៊ឺខ្ទឹមស Italian herb seasoning អំបិលម្រេចនិងប្រេងអូលីវចូលគ្នាឲ្យសព្វរួចទុកដល់ឡែកសម្រាប់មាន់របស់យើងសម្អាតឲ្យបានស្អាតល្អរួចជូតស្បែកមាន់ឲ្យស្ងួតរួចយកប៊ឺដែលបានលាយហើយទៅលាបលើសាច់មាន់ឲ្យបានសព្វល្អដាក់មាន់ទៅលើជើងដៃដុតដែលមានភ្ជាប់មកជាមួយនឹងម៉ាស៊ីន microwave oven របស់យើងរួចដាក់ចូលទៅក្នុងម៉ាស៊ីនចុចប៊ូតុងកំណត់មុខងារ combination រហូតដល់លេខ3រួចរងចាំដល់ឆ្អិនជាការស្រេចម៉ាស៊ីន microwave oven នេះពិតជាពិសេសមែនទែនព្រោះវាមានទំហំធំហើយក៏មានកម្លាំងខ្លាំងដែលអាចដុតមាន់ទាំងមូលបានយ៉ាងល្អហើយធ្វើឲ្យសាច់មាន់នៅទន់និង juicyមានម៉ាស៊ីន microwave oven NNCT65MB របស់ Panasonic គឺងាយស្រួលក្នុងការចម្អិនម្ហូបគ្រប់មុខសំខាន់មានមុខងារពិសេសដែលអាចចម្អិនម្ហូបដោយស្វ័យប្រវត្តិរហូតដល់20មុខទៀតផង